សួស្តីអ្នកគ្នាស្វាគមន៍មកកាន់មេរៀនថ្មីដែលមេរៀននេះគឺយើងនឹងនិយាយគ្នាអំពីធ្វើរសពហើយខ្ញុំនឹងបង្ហាញពីរបៀបដែលយើង entry ជាមួយនឹងធ្វើរសពនឹងដូចគ្នាឬក៏យើងហៅថា T body ធ្វើរសព body អីហ្នឹងអញ្ចឹងយើងមកមើលអ្នកគ្នាថាតើធ្វើរសពនឹងវាបែបណាឬក៏ T body សពនឹងវាបែបណាអូខេឥឡូវខ្ញុំមានជាតម្រង market ឲ្យអ្នកគ្នាមើលអញ្ចឹងឥឡូវយើងមកមើលគេការបាយសិនអញ្ចឹងនេះគឺជាតម្រងរបស់ធ្វើរសពដែលធ្វើរសពនឹងគឺជាគេគឺជាអឺ concept មួយឬក៏ method មួយវាប្រៀបដូចទៅជា liquidity sweep ដូចគ្នាដែលកន្លែងនេះឥឡូវយើងឧទាហរណ៍ទៅកន្លែងនេះគឺជា wick របស់ candle ណាមួយដែលវាជា liquidity អញ្ចឹងអានេះខ្ញុំដាក់ជា wick ដោយសារខ្ញុំខ្លាចគ្នាយើងច្រឡំជាមួយនឹង QM តែអានេះមិនមែនជា QM ទេអញ្ចឹងកន្លែងនេះជា wick ឬក៏ liquidity ដែលពេលផ្សារវាធ្វើការចោះមកបុកផ្ដាច់កន្លែងហ្នឹងហើយវា sweep កន្លែងហ្នឹងវាធ្វើការឡើងទៅវិញភ្លាមហ្មងដែលវាមានកម្លាំងឡើងខ្លាំងណាអញ្ចឹងអាហ្នឹងឯងគេហៅថាធ្វើរសពអញ្ចឹងកន្លែងនេះគឺជា wick មិនមែនជា body ទេខ្ញុំសូមបញ្ជាក់មិនមែនជា body បើ body វាចូលតម្រងជា QM ឯងតែនេះយើងចាប់វាជា wick ដែលវាជា liquidity sweep វាប្រៀបដូចជា liquidity sweep អញ្ចឹងវាយើងនិយាយថាជា liquidity sweep ក៏បានដែរឬក៏មួយទៀតគេហៅថាជា stop hand អីហ្នឹងដែលវាធ្វើការមកយកជាមួយនឹង SL stop loss ហើយវាឡើងទៅវិញភ្លាមអញ្ចឹងអាហ្នឹងវាប្រើបែបណាឥឡូវយើងមកមើលអញ្ចឹងកន្លែងដែលវាប្រើរបៀបប្រើរបស់វាគឺនៅពេលដែលវាធ្វើការ sweep ជាមួយនឹងឧទាហរណ៍ថាវា sweep low នេះវា sweep low ភ្លាមវាធ្វើការឡើងទៅវិញនេះមួយ candle បន្ទាប់ហ្នឹងវាឡើងទៅវិញភ្លាមវាបើកជា bullish candle នៅលើអាធ្វើរសពហ្នឹងគឺយើងធ្វើការរក confirm buy ទៅយក liquidity នៅលើនេះវិញចាហ្នឹងគឺវាបែបហ្នឹងវាប្រៀបដូច liquidity sweep sorry អញ្ចឹងយើងដឹងថាទីផ្សារគឺវាដើរពី liquidity មួយទៅ liquidity មួយអញ្ចឹងដល់ពេលដែលវា sweep អា liquidity មួយនេះហើយអញ្ចឹងយើងបាយឡើងទៅយក liquidity នៅលើនេះវិញចាហ្នឹងគឺវាបែបហ្នឹងហើយនៅពេលដែលយើងឃើញធ្វើរសពហើយគឺយើងនឹងចាប់ដើមរក confirm នៅម្ដុំនេះនៅពេលដែលវាបាក់ខចុះមកវិញអញ្ចឹងទៅមាន confirm គឺយើងធ្វើការ entry តែបើអត់មាន confirm គឺយើង entry អាហ្នឹងគឺយើង play បែបហ្នឹងចំពោះធ្វើរសពឥឡូវយើងចូលមកមើលធ្វើរសព sale វិញម្ដងវាអត់ខុសគ្នាពីធ្វើរសពបាយឯអានេះគឺវា sweep high អាមុននេះវា sweep ជាមួយនឹង low ហើយអានេះវា sweep ជាមួយនឹង high អញ្ចឹងអានេះវាដូចគ្នាវាជា liquidity ឬក៏ wick នៃ candle ជា liquidity ហ្នឹងដល់ពេលដែលវាធ្វើការឡើងមកផ្ដាច់កន្លែងហ្នឹងវាបុកយកហើយគឺទៅកាប់ចុះមកវិញភ្លាមមិនតែកម្លាំងវាចុះមកខ្លាំងមក candle បន្ទាប់ហ្នឹងវាបិទជា bearish នៅក្រោមអានេះអា price ធ្វើរសពហ្នឹងហ្មងអញ្ចឹងអាហ្នឹងយើងចាក់វាថាជាធ្វើរសពឬក៏ T body ឯងដែលធ្វើរសពវាមានជាធ្វើរសព body និងធ្វើរសព wick ប៉ុន្តែនេះខ្ញុំបរៀនជាធ្វើរសព body ដែលវា strong ជាងធ្វើរសពដែលចាប់ជា wick អញ្ចឹងមានន័យថាអា candle ដែលវា sweep អាកន្លែងនេះហ្នឹងវានឹងបើក candle ថ្មីមកដែលវាបិទនៅក្រោមតម្លៃនេះនៅក្រោមតម្លៃដែលជា liquidity ហ្នឹងអញ្ចឹងអាហ្នឹងគឺជាធ្វើរសពហើយអញ្ចឹងយើងនឹងអឺតើមើលវាបន្ថែមទៀតប៉ុន្តែអានេះគឺវាដូចតែគ្នាទេយើង entry គឺ entry នៅពេលដែលវាចេញជាធ្វើរសព confirm អីត្រឹមត្រូវហើយគឺយើងរងចាំឲ្យវាឡើងមកវិញវាឡើងមកវិញយើងរក confirm នៅម្ដុំនេះមកដើម្បីទៅការ entry ទៅលៀបបើអត់ confirm គឺយើងអត់ចូលដូចគ្នាអញ្ចឹងអាហ្នឹងគឺគេប្រើបាននឹងចំពោះធ្វើរសពគឺគេប្រើវាដើម្បី confirm ឬក៏មើលពី direction ទីផ្សារថាតើយើងគួរតែ buy ឬក៏ sell ឬក៏វាជាជំនួយមួយដែលធ្វើឲ្យផ្សារវាកាន់តែមាន confidence ណា confirm របស់ទីផ្សារអញ្ចឹងវាប្រើត្រូវជាមួយនឹង strategy ផ្សេងដូចជាយើងអាច combine វាជាមួយនឹង CAT ក៏បានជាមួយនឹង ICT ក៏បានជាមួយនឹង MSNR ក៏បានដែរអាហ្នឹងគឺវា so good ខ្លាំងតែចំពោះធ្វើរសពហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអានេះគឺយើងនឹងធ្វើការចូលទៅកាន់ការមើលទៅលើ candle ទីផ្សារជាក់ស្ដែងដែលខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាតែយើងចាប់អូខេអ្នកនរគ្នាឥឡូវយើងបានចូលមកកាន់ទីផ្សារអីដែលគឺជាទីផ្សារ gold ដែលខ្ញុំមើលទៅលើ time frame 5នាទីអញ្ចឹងខ្ញុំមើលថាតើតម្រងធ្វើរសពនឹងបែបណាឥឡូវដំបូងយើងមកកន្លែងនេះមួយមកដែលកន្លែងនេះវាជា wick ដែលជា liquidity អញ្ចឹងយើងចាំឲ្យទីផ្សារវាធ្វើការចុះយើងចាំមើលទីផ្សារបន្តទៀតថាតើវាដើរបែបណាអញ្ចឹងខ្ញុំចាំមើលទីផ្សារបន្តទៀតឥឡូវយើងធ្វើការមើលមក
ទីផ្សារបន្តទៀតនេះអ្នកគ្នាឥឡូវឃើញផ្សារវាទៅការចោះមកផ្ដាច់ជាមួយនឹងកន្លែងមួយហ្នឹងត្រូវវាទៅការផ្ដាច់ជាមួយនឹង liquidity ហ្នឹងហើយឬក៏ wick មួយហ្នឹងហើយអញ្ចឹងដល់ពេលវាផ្ដាច់នេះវាផ្ដាច់ជា body វាឡើងទៅវិញភ្លាមដល់ពេលវាផ្ដាច់ភ្លាមវាទៅការបុកឡើងទៅវិញនេះឃើញអា candle ទី2ហ្នឹងវាបិទជា bullish ដែលវាមានកម្លាំងឡើងទៅវិញខ្លាំងណាអ្នកគ្នាឃើញអា candle នេះវាឡើងទៅវិញមានកម្លាំងខ្លាំងអត់ចឹងអាហ្នឹងឯងគឺជាធ្វើរសពឬក៏ T body យើងហ្នឹងតម្រងរបស់វាគឺអា candle ដែលវាបិទផ្ដាច់ហ្នឹងហើយពេលដែលវាធ្វើការផ្ដាច់ភ្លាមគឺ candle ថ្មីបន្ទាប់ហ្នឹងបើកមកបុកឡើងទៅលើឬក៏បិទនៅលើអានេះបិទនៅលើតម្លៃអានេះកាន់តែល្អដល់វាបិទនៅលើអាកន្លែងនេះ open របស់ candle ដែលវាបុកផ្ដាច់ជាមួយនឹងធ្វើរសពហ្នឹងណាចឹងអាហ្នឹងគឺកាន់តែល្អដោយកន្លែងនេះអញ្ចឹងយើងឃើញនេះយើងឃើញពេលដែលផ្សារវាទៅការផ្ដាច់កន្លែងហ្នឹងភ្លាមចាក់ candle បន្ទាប់វាបុកឡើងទៅវិញភ្លាមហើយវាបិទនៅលើនេះទៀតចាអាហ្នឹងគេហៅថាធ្វើរសពដែលវាធ្វើឲ្យទីផ្សារហ្នឹងវាមានកម្លាំងទៅលើវិញហើយទៅយក liquidity ណាមួយឯងចាហ្នឹងគឺបែបហ្នឹងហើយគឺយើងប្រើវាដើម្បីអីគឺយើងរក confirm នៅម្ដុំនេះដើម្បីបាយទៅយក liquidity នៅលើឥឡូវយើងមើលផ្សារតទៅមុខថាតើវាទៅណានេះអញ្ចឹងដល់ពេលវាចុះមកម្ដុំនេះគឺយើងអាចចូលទៅកាន់ lower time frame បន្ថែមទៀតដើម្បី entry ឯងចាហ្នឹងគឺវាបែបហ្នឹងនេះអ្នកគ្នាឃើញវាមកផ្ដាច់ជាមួយនឹង liquidity មួយទៀតឯងមកផ្ដាច់ជាមួយ liquidity លើវិញឯអ្នកគ្នាចាហ្នឹងគឺវាបែបហ្នឹងចំពោះធ្វើរសពដែលតម្រងវាគឺបែបហ្នឹងអញ្ចឹងយើងដាក់ mark មកថាជា TBS ឬក៏ជាធ្វើរសពហ្នឹងគឺវាអញ្ចឹងមានន័យថាទៅពេលដែលវាផ្ដាច់ហើយ candle វាបិទជា bullish ទៅវិញអញ្ចឹងអាហ្នឹងគេហៅធ្វើរសពខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីធ្វើរសពហ្នឹងអញ្ចឹងឥឡូវខ្ញុំទៅរកមើលជាមួយនឹងធ្វើរសព sale វិញម្ដងអូខេអ្នកនរគ្នាឥឡូវខ្ញុំបានទៅការរកជាមួយនឹងធ្វើរសព sale ដើម្បីបង្ហាញឃើញអីចឹងដំបូងងាកផ្សារកន្លែងនេះយើង mark វាទៅជាគេយើងចាំមើលថាវា high មួយនេះយើងថាវាជា liquidity អញ្ចឹងយើងចាំមើលថាពេលផ្សារវាមកបដាច់កន្លែងហ្នឹងតើវាមានកម្លាំងចុះមកក្រោមវិញខ្លាំងអត់អញ្ចឹងសូម mark កន្លែងហ្នឹងថាជា liquidity អញ្ចឹងចុះបន្តមកទៀតយើងរងចាំមើលផ្សារវាឡើងទៅចាំមើលថាវាបុកផ្ដាច់កន្លែងហ្នឹងហើយវាចុះមកខ្លាំងអត់អូខេឥឡូវវាបានផ្ដាច់អញ្ចឹងអ្នកនេះឃើញនេះដល់ពេលដែលផ្សារវាផ្ដាច់ភ្លាមឃើញនេះអា liquidity ហ្នឹងវាផ្ដាច់ភ្លាមឃើញអា candle នេះជា bullish ដែលវាឡើងទៅផ្ដាច់ដល់ពេលវាឡើងទៅផ្ដាច់ហើយភ្លាមអា candle ទី2បន្តវាចុះមកវិញខ្លាំងតែម្ដងដែលវាបិទជា bearish ហើយវាបានធ្វើការបែកជាមួយនេះវាបែកជាមួយនឹងអាកន្លែង open របស់ candle ដែលទៅផ្ដាច់ liquidity ហ្នឹងទៀតចាហ្នឹងគឺតម្រងវាដូចគ្នាជាមួយនឹង buy ដែលវាដដែលនេះហើយខ្ញុំសូមបញ្ជាក់មួយទៀតអាធ្វើរសពហ្នឹងខ្ញុំសូម recommend កុំឲ្យចាប់ជា3 candle មានន័យថាឧទាហរណ៍ថាវាមាន candle មួយដែល wick វានៅនេះស្រាប់ពេល candle បន្ទាប់បើកមកភ្លាមវាផ្ដាច់ភ្លាមហើយវាចុះមកវិញភ្លាមអញ្ចឹងចាហ្នឹងកុំប្រើវាអត់ smooth ទេអញ្ចឹងធ្វើមិនឲ្យអាធ្វើរសពហ្នឹងវានៅចន្លោះកុំឲ្យ candle ទី2នឹងមកផ្ដាច់ហើយបើវាចុះមកអាហ្នឹងវាអត់សូវ safe ហ្មងទេអញ្ចឹងយើងលេងបែបហ្នឹងនៅពេលដែលវាចេញជា liquidity week អញ្ចឹងហើយវាចំណាយប្រហែល candle ទៅឡើងទៅយកអាហ្នឹងហើយវាចេញជាតម្រងធ្វើរសពឲ្យយើងអត់ recommend ឲ្យលេងបែបអានេះមិនជា liquidity ស្រាប់តែពេល candle នេះមកវាមកផ្ដាច់កន្លែងហ្នឹងហើយ candle ថ្មីបើកមកចេញតម្រងធ្វើរសពអាហ្នឹងគឺយើងអត់គួរលេងទេខ្ញុំអត់ recommend ឲ្យលេងឯសារវាអត់ safe ទេចានេះយើងត្រឡប់មកវិញគឺតម្រងវាបាននឹងអ្នកគ្នាឃើញនៅពេលវាផ្ដាច់ liquidity នេះហើយវាផ្ដាច់ជា body អញ្ចឹងអា body មួយទៀតហ្នឹងវាមកវាបិទនៅក្រោមតម្លៃនេះវាបិទនៅក្រោមតម្លៃនេះហើយវាចេញជា strong bearish អញ្ចឹងមានន័យថាផ្សារហ្នឹងវា sweep ជាមួយនឹងកន្លែងនេះហើយអញ្ចឹងវាអាចនឹងទៅរកជាមួយនឹង liquidity នៅក្រោមនេះឥឡូវយើង mark liquidity នេះមួយមកអញ្ចឹងផ្សារចាំមើលថាវានឹងយកអត់អញ្ចឹងយើងមកមើលផ្សារបន្តទៀតមកបន្ទាប់ពីយើងបានធ្វើរសពហើយនេះឥឡូវខ្ញុំដាក់វាថាជាធ្វើរសពខ្ញុំសុំដាក់វាមកទៅជាធ្វើរសពដើម្បីយើងស្រួលមើលទាំងអស់គ្នាអញ្ចឹងយើងហៅវាមកថាជាធ្វើរសពអូខេ
ចឹងបន្ទាប់ពីយើងបានជំនួនធ្វើរសពនឹងហើយយើងដឹងថាផ្សារវានឹងមានកម្លាំងចុះមកក្រោមវិញហើយមកយក liquidity ណាមួយវិញហើយចឹងយើងអាចរក confirm វាបាននៅក្នុង lower time frame ឬក៏រក confirm ដើម្បីចូលហ្នឹងចឹងឥឡូវយើងមកមើលផ្សារបន្ទាប់នេះថាតើវា direction វាមកក្រោមយក liquidity ដូចយើងនិយាយអត់ដូចរូបមន្តយើងអត់ចឹងនេះផ្សារនេះវារៀង sideways តិចនេះអូខេណាស់នេះអ្នកនេះឃើញវាធ្វើការមកយកជាមួយ liquidity នៅក្រោមនេះចាស់ហ្នឹងឯងគឺជាការប្រើប្រាស់ជាមួយនឹងធ្វើរសពអញ្ចឹងអ្វីអ្នកគ្នាអាចចូលបានគឺនេះយើងចូលនៅម្ដុំនេះដល់វាឡើងទៅ retest វិញណាគឺយើងអាចរក confirm ចូលបានដែរតែនៅក្នុងវីដេអូនេះខ្ញុំអត់តនិយាយពីការដែលយើងធ្វើការចូលឬក៏ប្រើវាដើម្បី confirm គ្នាថាមួយនៅ concept ផ្សេងទៀតដើម្បីចូលខ្ញុំចង់ឲ្យអ្នកគ្នាធ្វើការមើលឲ្យដឹងថាតើធ្វើរសពនឹងវាបែបណាសិនចឹងនៅក្នុងវីដេអូនេះគឺវាមានតែប៉ុណ្្នឹងទេសម្រាប់ការប្រើប្រាស់ជាមួយនឹងធ្វើរសពឬក៏ T-body ខ្ញុំសង្ឃឹមថាអ្នកគ្នានឹងធ្វើការបែកតេស្តពីវាបានច្រើនហើយបើអ្នកគ្នាមានចម្ងល់អីឬក៏ចង់ឲ្យខ្ញុំមើលថាតើអ្នកគ្នាបានត្រឡប់ពីវាត្រូវអត់ឬក៏អ្នកគ្នាមានចម្ងល់អីផ្សេងៗទាក់ទងមួយធ្វើរសពឬក៏ concept ដែលខ្ញុំធ្លាប់បានធ្វើការចេញវីដេអូប្រហែលហ្នឹងអ្នកគ្នាអាចធ្វើការចងជាមួយនឹងក្រុម Telegram របស់ពួកយើងដែលអ្នកគ្នាអាចធ្វើការទម្លាក់នៅក្នុងក្រុមហ្នឹងហើយមិនសិនខ្ញុំមកខ្ញុំនឹងធ្វើការចូលទៅជាយាមឆ្លើយសំណួរឬក៏អ្នកគ្នាអាចធ្វើការ private មកខ្ញុំបានចឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកគ្នានឹងបានទទួលនៅចំណេះដឹងថ្មីមួយទាក់ទងជាមួយនឹងconcept ឬក៏ថាជា model ឬក៏ធ្វើរសពហ្នឹងខ្ញុំសង្ឃឹមថាអ្នកគ្នានឹងចាប់បានវាហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយដែលយើងនឹងធ្វើការបង្ហាញពីការប្រើប្រាស់វាcombineជាមួយនឹងការចូលទីផ្សារជាក់ស្ដែងចឹង see you អ្នកគ្នានៅក្នុងវីដេអូក្រោយបាយ